បាទជំរាបសួរពុកម៉ែបងប្អូនវិលមកកាន់ Channel បកស្រាយសុបិនសាជាថ្មីថ្ងៃនេះផងដែរខ្ញុំនឹងលើកយកទាក់ទងនឹងពុកម៉ែបងប្អូនសុបិនឃើញសត្វស្វាបាទប្រសិនបើជាពុកម៉ែបងប្អូនសុបិនឃើញសត្វស្វាឬក៏កូនស្វាតូចៗលោតឡើងដើមឈើទំនាយទាយនៅក្នុងសុបិនដូចនេះថាពុកម៉ែបងប្អូននឹងជួបការក្តៅក្រហាយនៅក្នុងចិត្តដោយសារតែក្មេងៗនៅក្នុងផ្ទះបាទតើតើនឹងពុកម៉ែបងប្អូនសុបិនឃើញសត្វស្វានេះគឺមានអត្ថន័យនៃការបកស្រាយខាងលើចំណែកលេខសំណាងសម្រាប់អ្នកសុបិនវិញនោះគឺលេខ66លេខ69លេខ609លេខ669និង691បាទអរគុណច្រើនពុកម៉ែបងប្អូនដែលខំចំណាយពេលវេលាដ៏មានឡាយតាមដានសម្រាប់ Channel បកស្រាយសុបិនពីដើមរហូតដល់ចប់ជាចុងក្រោយនេះខ្ញុំបាទក៏សូមជូនពរពុកម៉ែបងប្អូនជួបតែសំណាងល្អគ្រប់គ្នាសូមអរគុណ